ធ្លាប់មានគេសួរខ្ញុំថាហេតុអីបានចូលចិត្តទៅលេងបាល់ម៉េះលេងប៉ាកែមែនលេងខ្លាំងមែនបានអាសាឃើញទៅលេងអញ្ចឹងខ្ញុំឆ្លើយថាអត់ទេខ្ញុំលេងអត់ប៉ាកែទេហើយក៏លេងអត់ខ្លាំងដែរប៉ុន្តែរាល់ពេលដែលខ្ញុំមានបញ្ហាស្មុគស្មាញឬក៏ខ្ញុំនឿយហត់ជាមួយនឹងការងារអីពេលដែលខ្ញុំបានទៅកន្លែងលេងបាល់គឺមានអារម្មណ៍ថាស្រស់ស្រាយមានអារម្មណ៍ថាបាត់ stress បាត់អីអញ្ចឹងណាបាទរត់លេងបដើទៅហើយក៏សើចលេងជាមួយមិត្តភ័ក្តិបាទយើងបានបញ្ចេញញើសផងអញ្ចឹងធ្វើអារម្មណ៍ដែលយើងស្មុគស្មាញឬក៏ stress ជាមួយការងារឬក៏ stress ជាមួយនឹងបញ្ហាអីមួយហ្នឹងគឺធ្វើឲ្យយើងធូរស្រាលមកវិញអំឡុងពេលដែលយើងលេងបាល់ណាអានេះសម្រាប់ខ្ញុំទេប៉ុន្តែបងប្អូនយើងមិនដឹងថាដូចខ្ញុំអត់ទេណាអញ្ចឹងខ្ញុំឲ្យទៅបានទៅដល់តារាងបាល់ហើយបានរត់លេងជាមួយនឹងមិត្តភ័ក្តិហ្នឹងគឺថាសប្បាយណាបាទស្រស់ស្រាយមានអារម្មណ៍ថាចាប់ទុកថាជាកន្លែងដែលកាត់បន្ថយ stress កាត់បន្ថយភាពស្មុគស្មាញណាសម្រាប់ខ្ញុំបាទដូចខ្ញុំនិយាយដែរអញ្ចឹងសម្រាប់ខ្ញុំគឺអញ្ចឹងតែសម្រាប់បងប្អូន